បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយថ្ងៃនេះដែរខ្ញុំចង់ចែកម្លែកពីបញ្ហាមួយដែលតែណាសាឃើញបាទមួយរយៈនេះឃើញថាគូតនតាមដងថៃច្រើនបាទជាពិសេសគឺក្មេងៗមានអាយុអាចថាត្រឹម10ជាង13 14ហើយនៅខ្លះ12 15បាទគឺសម្បូរមែនទែនឥឡូវនេះបាទដោយសារតែស្រុកទេសយើងអត់មានច្បាប់ទម្លាប់ក្នុងការរំតឹងអាយុក្នុងការបើកបរយានជំនិះដល់អញ្ចឹងទៅក្មេងៗអាយុប៉ុណ្ណាឲ្យតែជិះម៉ូតូកើតគឺជិះហើយបាទដល់អញ្ចឹងទៅផលលំបាកក៏មានច្រើនបាទសង្ឃឹមថារដ្ឋាភិបាលនឹងរៀបចំធានាការខ្លះដើម្បីបាទទប់ស្កាត់ក៏ដូចជារំតឹងនៅច្បាប់ចរាចរណ៍និងសុខសុវត្ថិភាពដល់ក្មេងៗបាទអរគុណច្រើនបាទជម្រាបលា